ទស្សនិកជនមុននឹងចូលព័ត៌មានអន្តរជាតិជាខ្ញុំសូមរាយការណ៍ជូនមួយទៀតពាក់ព័ន្ធទៅនឹងករណីបាញ់មកបាញ់ទៀតហើយបាញ់នៅខណ្ឌច្បារអំពៅរាជធានីភ្នំពេញយោងតាមប្រភពព័ត៌មានបានឲ្យដឹងថានៅក្នុងហាងផឹកស៊ីមួយកន្លែងដែលមានយីហោអាណាចក្រអង្គរដែលស្ថិតនៅក្នុងភូមិកោះនរាសង្កាត់និរោធខណ្ឌច្បារអំពៅមានករណីបាញ់បោះយ៉ាងរន្ធើនមួយកើតឡើងបាទគឺបង្កឡើងដោយយុវជនបាទបរោះម្នាក់ដែលត្រូវបានប្រភពខ្សឹបខ្សៀវថាជាកូនអ្នកធំបាទមិនដឹងកូនអ្នកធំណាទេដល់កូនអ្នកធំបាញ់ទៀតហើយបាទគឺក្នុងនោះបន្ទាប់អំពីការបាញ់ហើយសមត្ថកិច្ចទាំងនគរបាលនិងអាវុធហត្ថអត់ហ៊ានធ្វើការចាប់បង្ក្រាបភ្លាមទេចាសមត្ថកិច្ចបានត្រឹមអង្វរបាទបាញ់ប៉ុណ្ណឹងហើយអង្វរទស្សនិកជនអង្វរជន់ខ្មាន់កំភ្លើងបាញ់បោះអាណាធិបតេយ្យនេះបាទអង្វរឲ្យអញ្ជើញទៅកាន់សាលាខណ្ឌច្បារអំពៅដើម្បីធ្វើការសាកសួរបាទយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានដឹងថាមុនពេលកើតហេតុគេឃើញបរិសុទ្ធជនបង្កខាងលើនេះបើករថយន្តសេរីទំនើបមួយគ្រឿងចូលទៅក្នុងហាងផឹកស៊ីយីហោអាណាចក្រអង្គរបាទហើយហូបចុកជាមួយគ្នាហូបចុកបានបន្តិចបន្តួចក៏ស្រាប់តែមានការឌឺដងដាក់គ្នារវាងភាគីម្ខាងទៀតហើយក៏បានដកកាំភ្លើងខ្លីបាញ់ឡើងទៅលើមេឃជាច្រើនគ្រាប់ក្នុងបំណងបាញ់គម្រាមគូភាគីនៅក្នុងហេតុការណ៍ទំនាស់ឌឺដងគ្នានោះក៏ប៉ុន្តែការបាញ់គម្រាមនេះមិនបណ្ដាឲ្យនរណាម្នាក់រងរបួសនោះទេបន្ទាប់មកកម្លាំងនគរបាលនិងអាវុធហត្ថខណ្ឌច្បារអំពៅបានទៅដល់កន្លែងកើតហេតុក៏ធ្វើការសួរនាំអ្នកបាញ់នោះហើយបន្ទាប់មកក៏អង្វរបាទអង្វរទស្សនិកជនអង្វរអ្នកបាញ់ខ្មាន់កំភ្លើងនឹងឲ្យអញ្ជើញមកកាន់សាលាខណ្ឌច្បារអំពៅដើម្បីធ្វើការសាកសួរទេទស្សនិកជនខ្ញុំអ្នកសារព័ត៌មានដែលធ្លាប់តាមដានព្រឹត្តិការណ៍សភាពការហ្នឹងដូចជាកម្រនឹងបានលឺបានជួបប្រទះណាអូគាត់ជិះឡានទំនើបមែនបាទហើយបាញ់ប្រើហើយនឹងសមត្ថកិច្ចអត់ហ៊ានធ្វើអីគាត់ទេប្រហែលជាគាត់មានអំណាចអីធំដុំមែនតើហើយមើលទៅនោះបាទមិនដឹងដល់កូនអ្នកធំមិនដឹងកូនអ្នកធំណាទេទស្សនិកជនសូមបញ្ជាក់គឺនឹងពិតយើងអត់ដឹងច្បាស់ថាកូនអ្នកធំណាទេបាទពិតជាអត់បានដឹងមែនបាទអញ្ចឹងប្រហែលជាកូនអ្នកធំមែនហើយបានជាសមត្ថកិច្ចអត់ហ៊ានចាប់គាត់ទេទៅអង្វរគាត់ហ្មងណាអង្វរប្អូនហើយប្អូនហើយបាញ់ប៉ុណ្ណឹងបាទសូមអញ្ជើញប្អូនអង្វរណាប្អូនណាបាទក្នុងនាមនគរបាលក្នុងនាមអាវុធហត្ថពូអ៊ំពូឬក៏បងសុំអង្វរប្អូនណាឬក៏ក្មួយអង្វរណាក្មួយណាបាទលើកដៃសាពះបានអាចទៀតតាមមើលអាចលើកដៃសាពះទៀតមិនទៅហេមិនទៅសង្កេតជនយើងពិចារណាមកពូទៅអង្វរនេះសំណេរមកដាក់ទៅអង្វរអញ្ចឹងថាអង្វរមែនទេហើយប្រព័ន្ធផ្សព្វផ្សាយនានាក៏បាញ់បញ្ចូលក្នុង WhatsApp ខ្លះក្រុមរបស់ខ្ញុំគឺថាអង្វរប្រើភាសាអង្វរនឹងដែរអង្វរមែនទេបាទទៅអង្វរគាត់អញ្ជើញមកសាលាខណ្ឌទីទៅក្មួយណាសុំអង្វរក្មួយបើលើកដៃសាពះបានលើកទៀតបាទថ្មីហៅអង្វរពាក្យអង្វរគឺអញ្ចឹងណាលើកដៃសាពះសុំអង្វរសុំអញ្ជើញទៅសាលាខណ្ឌទីទៅក្មួយអើយក្មួយឯងបាញ់ប៉ុណ្ណឹងអត់បញ្ហាទេក្មួយបាញ់ច្រើនជាងហ្នឹងទៀតក៏មិនអីដែរព្រោះក្មួយឯងហើយហ្នឹងមិនដឹងក្មួយនឹងធ្វើអីខ្ញុំឆ្ងល់ដែរណាកូនអ្នកធំណាខ្ញុំក៏អត់ដឹងដែរអត់ដឹងមែនទស្សនិកជនប៉ុន្តែពិតជាអស្ចារ្យត្រង់ថាសមត្ថកិច្ចទៅអង្វរគាត់បាទអញ្ចឹងប្រហែលជារឿងនឹងបងប្អូនទស្សនិកជនតាមដានមិនខានទេហើយបច្ចុប្បន្នភាពក៏តាមដានដូចគ្នាដែរដើម្បីបានព័ត៌មាននោះរាយការណ៍ជូនបងប្អូនយើងតើនរណាទៅឈ្មោះអ្វីទៅទូនាទីបណ្ដាស័ក្តិណាទៅទើបបានធ្វើឲ្យសមត្ថកិច្ចអនុវត្តច្បាប់បាក់បបក្លបខ្លាចរហូតដល់ទៅអង្វរខ្ញុំបើនិយាយទៅពាក្យអង្វរប្រហែលជាអាចទៅលើកដៃសំពះទៀតអូយសុំអង្វរមកសុំអង្វរចូលសាលាខណ្ឌតិចទៅបានបំពេញនីតិវិធីតិចទៅកុំឲ្យមហាជនគេសើចំអកសមត្ថកិច្ចនគរបាលសមត្ថកិច្ចប៉ូលីសសំទោសអាវុធហត្ថអត់ហ៊ានធ្វើការចាប់ប្រក្រាបអីទេទុនខ្សោយពេកអញ្ចឹងក្មួយឯងដើម្បីកុំឲ្យមហាជនរិះគន់បែបហ្នឹងអី
chân khmôi xôm chơi vò khmôi na chơi mong sả là khăn thì tay bếp chân đắng ấy tôi sẽ cái chuyện của ông vò men bơ mà cái chắp ông crab cứ cái đó pấp bánh prao chân cái chắp bay nó chun mà cắn Atika thá đấy có bệnh chia cả than bà đây nó bà hai chưa ông vò hai bạn chưa từ dưới bệnh chốt tầm rom đấy có hiến có phổ màu sả là khăn bà chân đường đi đời xa dương ở đằng thọ chỉ côn đã thôm na thế bà dương nâng tam đàn to thực tiết tôi xin chuyến thật tá à tạ sinh nhãn chôn đã banh sa hao banh bó được nông hang là chẳng có chung một ấy có chỉ côn đã thôm na bà đăng bộ đêm bất phải cho bà là phép nâng đi cả chuồn tiệt